ទូស្ដីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចែកម្លែកចំណុចវិធីសាស្ត្រនៃការបង្កើត caption ក្នុងការ post លើ social media ដែលយើងមានជា poster មួយមកឧទាហរណ៍ថាខ្ញុំចង់ post ទៅលើ poster មួយដែលវាពាក់ព័ន្ធជាមួយនឹងការរើសបុគ្គលិកអញ្ចឹងឥឡូវខ្ញុំបើក poster ឲ្យគ្នាយើងមើលសិននេះឧទាហរណ៍ថាខ្ញុំចង់ post ទៅលើ poster នេះមួយប៉ុន្តែខ្ញុំខ្ជិលទៅលើការសរសេរ caption នៅលើ post មួយហ្នឹងអញ្ចឹង Gemini វាអនុញ្ញាតឲ្យយើងអាចបញ្ជាវាឲ្យវាសរសេរ caption ឲ្យយើងតែម្ដងអញ្ចឹងចំពោះការប្រើប្រាស់វិញយើងគ្រាន់តែ upload poster របស់យើងចូលមកបន្តមកទៀតយើងធ្វើការសរសេរ prompt មួយចំនួនយើងគ្រាន់តែសរសេរថា write me caption for post on social media អញ្ចឹងនៅពេលដែលយើងវាយប៉ុណ្ណេះហើយ Gemini វានឹងធ្វើការ generate នៅ caption ដើម្បីឲ្យយើងមាន caption សម្រាប់ធ្វើការ post ទៅលើរូបមួយហ្នឹងអញ្ចឹងចំពោះមាតិកាទាំងអស់ Gemini វានឹងចាប់យកចេញពី poster យើងតែម្ដងមានដូចជា topic របស់យើងដូចជា content ក្នុងហ្នឹងគឺវាចាប់បង្កើតទៅជា caption មួយដើម្បីយើងសរសេរនៅលើ post នេះអញ្ចឹងវានឹងចាប់ដើមចេញមកអញ្ចឹងវានឹងសរសេរយើងនេះឱកាសការងារមកដល់ហើយអញ្ចឹងមានអីខ្លះលក្ខខណ្ឌ requirement ចេះកាត់វីដេអូតន trend នេះអញ្ចឹងទៅអញ្ចឹងចំពោះពួកអាហ្នឹងយើងមិនចាំបាច់ទៅអង្គុយរនឹកទេយើងគ្រាន់តែប្រើឲ្យ Gemini ឬក៏ AI វាសរសេរ caption ឲ្យយើងអាចកន់មកដល់យើង copy caption របស់វាហើយយកទៅ post តែម្ដងអញ្ចឹងគឺវាជួយសម្រួលការងារយើងបានមួយផ្នែកក្នុងការសរសេរ caption ណាសម្រាប់អ្នកដែលគាត់អត់សូវចេះក្នុងការសរសេរ caption នេះអញ្ចឹងទៅអញ្ចឹងសម្រាប់វីដេអូនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាជាប្រយោជន៍ដល់បងប្អូន